គ្រប់ដល់គណៈកម្មការនិងអ្នកដែលចូលរួមក្នុងកម្មវិធីនេះទាំងអស់ខ្ញុំឈ្មោះលឿមសាលីនមកពីខាង Hope Swing Enterprise Hope Swing Enterprise គឺជាសហគ្រាសសង្គមមួយដែលបានបង្កើតឡើងដោយសមាគមមនុស្សនឹងក្តីសង្ឃឹមនៅឆ្នាំ2022ដើម្បីគាំទ្រដល់ស្ត្រីនិងនាំយកផលិតផលដែលជាស្នាដៃរបស់ពួកគាត់ទៅដល់ទីផ្សារអន្តរជាតិខ្ញុំបានធ្វើការនៅសមាគមមនុស្សក្តីសង្ឃឹមរយៈពេលជិត13ឆ្នាំហើយខ្ញុំក៏ជាស្ថាបនិកមួយរូបដែរហើយចាប់តាំងពីធ្វើតាំងពីគ្រូបង្រៀនស្ម័គ្រចិត្តរហូតដល់ប្រធានគម្រោងអប់រំហើយមកដល់បច្ចុប្បន្នជាប្រធានសមាគមហើយខ្ញុំចូលចិត្តការងារអប់រំហើយនិងការអភិវឌ្ឍសហគមន៍ហើយខ្ញុំចង់ចូលរួមចំណែកមួយក្នុងការផ្ដល់នូវការអប់រំដែលមានអត្ថន័យនិងមានគុណភាពទៅដល់ក្មេងៗជំនាន់ក្រោយហើយនឹងបង្កើតផលជាវិជ្ជមានដែលមាននិរន្តរភាពទៅដល់សហគមន៍ជនបទនៅក្នុងប្រទេសកម្ពុជាយើងដំណោះស្រាយរបស់យើងទី1គឺយើងផ្ដល់ចំណេះជំនាញនិងចំណូលដល់ស្ត្រីដែលជួយឲ្យពួកគាត់មានទំនុកចិត្តលើខ្លួនឯងនិងតែទៅនឹងអាចជួយគ្រួសារឲ្យផុតពីភាពក្រីក្រទី2គឺយើងបង្កើតផលិតផលដែលពិសេសផ្នែកម៉ូដតាមចំណង់ចំណូលចិត្តនិងតម្រូវការរបស់អតិថិជនហើយយើងក៏បានបង្ហាញឲ្យឃើញពីផលជះដល់សង្គមនៃអាជីវកម្មរបស់យើងផងដែរហើយទី3គឺយើងបានចូលរួមផ្សព្វផ្សាយនិងបង្កើតផលិតផលដែលកាត់បន្ថយការបំពុលដល់បរិស្ថានផងដែរផលិតផលរបស់យើងមាន4ប្រភេទធំទី1គឺសម្ភារៈប្រើប្រាស់ក្នុងផ្ទះនិងគ្រឿងតុបតែងលម្អទី2គឺសម្លៀកបំពាក់និងឯកសណ្ឋានទី3គឺធនអនុស្សាវរីយ៍ហើយទី4គឺជាសេវាកម្មកាត់ដេរនិងច្នៃម៉ូដទៅតាមតម្រូវការរបស់អតិថិជនហើយនៅ Hope Swing Enterprise គ្រប់ផ្នែកទាំងអស់នៃផលិតផលរបស់យើងគឺបង្ហាញពីសាច់រឿងនៃក្តីសង្ឃឹមនិងការផ្លាស់ប្ដូរដោយគ្រប់គ្រងពួកយើងលោកអ្នកមិនត្រឹមតែទទួលបាននូវផលិតផលដ៏ស្រស់ស្អាតនិងមានគុណភាពល្អប៉ុណ្ណោះទេគឺថែមទាំងបានចូលរួមចំណែកជួយដល់ជីវិតមនុស្សនិងអភិវឌ្ឍសហគមន៍យើងឲ្យរីកចម្រើនទៅមុខថែមទៀត